សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលកន្លែងចំមន់របស់ខ្ញុំប្រវែអារម្មណ៍មកកាត់ stress តិចបន្ទាប់ពីមេឃភ្លៀងហើយមានស្មៅលាស់ខ្ចីយើងលែងមកដល់ស៊ីខាងក្រៅអញ្ចឹងមកដល់ស៊ីសត្វល្អិតស៊ីអីហើយយើងមានពេលទៅលេងមានពេលអង្គុយមើលវាកាត់បន្ថយ stress ដែរបងប្អូនពេលដែលយើងបាក់ចិត្តធម្មតាមនុស្សម្នាក់តែងតែមានទុកកង្វល់ខ្លះហើយមិនដែលថាសบายរហូតទេពេលដែលយើងពិបាកចិត្តយើងមកដាក់ចំណីមន់យើងមកដាក់ទឹកមន់មកមើលវាអង្គុយមើលស្រោចទឹកដើមឈើស្រោចអីទៅវាជាការបន្ធូរអារម្មណ៍បំបាត់ stress របស់យើងដែរបងប្អូនដូចគេថាអ្នកនៅទីក្រុងពេលដោះបំណុលអស់ហើយគេមិនរស់នៅស្រុកស្រែបែបស្រុកស្រែបន្ធូរអារម្មណ៍តែដល់ពេលយើងនៅស្រុកស្រែហើយក៏នៅតែមាន stress ដែរក៏នៅតែមានការបបាក់ចិត្តដែរអញ្ចឹងយើងរកអីបន្លប់ដើម្បីកុំឲ្យវា stress ដូចខ្ញុំពេលហ្នឹងមាន stress រឿងការងារខ្លះដែរហើយយើងមកដាក់ចំណីមន់មកអង្គុយមើលមន់បន្ធូរអារម្មណ៍ទៅហើយយើងទៅធ្វើការងារយើងវិញដែរមានសត្វចំនៅក្នុងផ្ទះវាជាប្រភពចំណូលប្រភពចំណីអាហារសម្រាប់គ្រួសារវាគ្រាន់តែជាទុកដីធនីចោលដែរបងប្អូនកន្លែងចំសត្វរបស់ខ្ញុំនេះមានសត្វច្រើនប្រភេទខ្ញុំចំមានមន់មានកង្ងានមានកែបមានត្រីមានកដោបមានអីច្រើនដែរបងប្អូនយើងឆ្លៀតពេលក្រៅពីធ្វើការងារគោយើងមានមុខរបរបន្ថែមទៀតហើយខ្ញុំតែងតែថតវីដេអូប្រាប់ពីបច្ចេកទេសឲ្យបងប្អូនដែរប៉ុន្តែថ្ងៃនេះខ្ញុំថតបច្ចេកទេសវិធីសាស្ត្រព្យាបាលវិធីសាស្ត្រចាក់វ៉ាក់សាំងអីទេព្រោះថតទៅបងប្អូនរសើបចង់មើលចឹងនេះគ្រាន់តែមករំលំហែអារម្មណ៍ថតយកទស្សនភាពខ្លះឲ្យបងប្អូនមើលវាជាក្តីសុខបែបអ្នកស្រុកស្រែទោះបានអីធំដុំក៏យើងបានលំហែអារម្មណ៍បានយើងបានមានសាច់ហូបគ្រប់គ្រាន់បានខ្លាចជាអ្នកមានប៉ុន្តែវាបានជួយសម្រាលទៅលើចំណីអាហារប្រចាំថ្ងៃហើយមួយទៀតមានបងប្អូនខ្លះគាត់ថារៀនអស់កណោមិនចាំមន់រៀនអស់ច្រើនហើយមិនចាំសត្វហ្នឹងការងារដែលខ្ញុំស្រឡាញ់ហើយខ្ញុំរៀនខាងជំនាញហ្នឹងខ្ញុំមិនចាំហើយខ្ញុំធ្វើបង្ហាញខ្ញុំថតបង្ហាញទៀតបងប្អូនខ្លះគាត់ចាប់អារម្មណ៍ទៅបងប្អូនខ្លះក៏មិនចាប់អារម្មណ៍ដែរហើយបងប្អូនដែលចាប់អារម្មណ៍តាក់ទងមកសួរបានខ្ញុំអត់កំណាញ់ទេបាទហើយវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនក៏ចង់រំសាយអារម្មណ៍អរគុណបងប្អូន